รถยนต์ทนทอมដឹกអង្គរដំណើរពីប្រទេសថៃចំនួន3គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តកំពង់ធំនៅយប់ថ្ងៃទី31ខែសីហាឈានចូលដល់ថ្ងៃទី1ខែកញ្ញាឆ្នាំ2025កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឃាត់រថយន្តធនធំចំនួន3គ្រឿងដែលគេអះអាងថាដឹកអង្គរដំណើបនាំចូលពីប្រទេសថៃតាមច្រកព្រំដែនកំពង់ស្រឡៅខេត្តព្រះវិហារហេតុការណ៍នេះបានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ6ក្នុងភូមិសាស្ត្រខេត្តកំពង់ធំប្រភពក្រៅផ្លូវការបានឲ្យដឹងថារថយន្តទាំង3គ្រឿងនេះបានដឹកអង្គរដំណើបចេញពីច្រកកំពង់ស្រឡៅធ្វើដំណើរតាមផ្លូវជាតិលេខ6លុះមកដល់ភូមិសាស្ត្រខេត្តកំពង់ធំក៏ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចធ្វើការស្ទាក់ឃាត់ភ្លាមប្រពន្ធបន្តថាក្រោយពីសមត្ថកិច្ចធ្វើការឃាត់រថយន្តទាំងនោះមានមន្ត្រីគយម្នាក់បានចេញមុខអន្តរាគមន៍ប៉ុន្តែសមត្ថកិច្ចជំនាញមិនបានអនុវត្តតាមសំណើនោះទេជាមួយគ្នានេះនៅព្រឹកថ្ងៃទី1កញ្ញាឆ្នាំ2025ប្រភពក្រៅផ្លូវការដដែលបានបន្ថែមថារថយន្តទាំង3គ្រឿងនេះមានច្បាប់អនុញ្ញាតឲ្យដឹកអង្គរត្រឹមតែ600គីឡូក្រាមប៉ុណ្ណោះប៉ុន្តែជាក់ស្ដែងពួកគេបានដឹកអង្គររហូតទៅដល់28តោនដែលហួសលើសពីកម្រិតអនុញ្ញាតយ៉ាងច្រើនទោះជាយ៉ាងណាមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការពីលោកព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ធំឬមន្ត្រីពាក់ព័ន្ធតាក់ទងនឹងចំណាត់ការលើករណីនេះនៅឡើយករណីនេះបង្កឲ្យមានការរិះគន់ជាច្រើនចំពោះមន្ត្រីច្រកព្រំដែនកំពង់ស្រឡៅដែលអនុញ្ញាតឲ្យមានការនាំចូលទំនិញពីប្រទេសថៃខណៈដែលកម្ពុជាកំពុងតែមានចំនួនព្រំដែនជាមួយប្រទេសនេះជាពិសេសនៅពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែធ្វើពហិការទំនិញថៃការនាំចូលអង្គរដំណើបរាប់សិបតោនចូលទីផ្សារកម្ពុជាបានបង្កឲ្យមានការចោទសួរយ៉ាងខ្លាំងបញ្ហានេះនៅតែបន្តជាចម្ងល់គណៈដែលការអនុញ្ញាតឲ្យនាំចូលទំនិញខ្នាតធំបែបនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យនិងស៊ើបអង្កេតបន្ថែមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធត្រូវបានគេរំពឹងថានឹងចេញសេចក្តីប្រកាសជាផ្លូវការដើម្បីបញ្ជាក់ពីភាពច្បាស់លាស់នៃករណីនេះនៅពេលឆាប់ៗខាងមុខ